នេះបាទដែលជាសប្តាហ៍ដ៏សំខាន់តែម្ដងបាទសម្រាប់ក្រុមបាទទាំងពីរបាទនៅក្នុងពេលប្រកួតដំណើរគ្នានេះផងដែរបាទគឺភ្នំពេញក្រោនត្រូវតែឈ្នះវិសាខាត្រូវតែឈ្នះបើសិនជាមិនចង់ដាច់បន្ទុកពីព្រះខ័នរាជស្វារៀងដែលគេឈ្នះការពីម្សិលមិញរួចរាល់ហើយបាទទៅលើក្រុមម្ចាស់ផ្ទះ Nagavel ដែលលទ្ធផល4-0ដោយទទួលបាន3បន្ទុកបាទគេហៅថា sexual សម្រាប់11អ្នកដំបូងដ៏ល្អបំផុតបាទរបស់ទុនជីបាទដែលយើងក៏លេខទៅមើលប្រមាណប្រកួតចុងក្រោយក៏តែងតែប្រើប្រាស់11អ្នកនេះជារឿយៗ Jadodensky បាទត្រឡប់មកពីជួយក្រុមវិញហើយបន្ទាប់ពីការប្រកួតបាទនៅតំបន់3បន្ទុកបាទយកពី Naga ហើយបន្ទាប់ពីយកជ័យជំនះ4-0 ឥឡូវយើងរងចាំមើលក្រុម2បាទ Crown ហើយនឹងវិសាខាវិញដល់ឥឡូវយើងមើលប្រកួតទី2លើកមកក៏តែបាល់ចេញទៅខាងក្រៅបាល់ក្តៅបាទតែយ៉ាងណាក៏ដោយបាទថ្ងៃនេះសង្ឃឹមថាមិនមានរឿងអ្វីកើតឡើងទេបាទសម្រាប់ក្រុមទាំងពីរបាទដោយសារតែការប្រកួតដ៏សំខាន់បាទអញ្ចឹងឥឡូវនេះអាយ៉ាដាច់មាត់ហើយឱកាសរបស់បឹងកេតបញ្ជូនមកស្លាប់ខាងស្ដាំខ្សែការពាររបស់វិសាខាមកទាន់ឬមិនទាន់សុទ្ធយកតែម្ដងពីកីឡាកររបស់បឹងកេតហើយក៏ចាប់ជាប់បាទមួយបាល់កណ្ដាល Charlie Scott ទាត់ស្រាលឆ្ងាយមកខាងឆ្វេងឲ្យ Scott Wood បាទ Charlie Scott ឆ្កឹះបន្តិចបាទស្កាត់យកទម្លាក់បាល់បញ្ជូនបាល់ខ្លីតែមួយប៉ះទេម៉ៃអត់បាទខាងណាខាងណីបាទពីណីបាទពីណីអុកសវណ្ណទេបាទជាស្រ័យបាទមើលប្លង់គៀកមិនដឹងបាទពី midfield ទស្សនាការសម្រុករបស់បឹងកេតចន្ទាការបញ្ជូនមិនបានល្អណូរ៉ាក៏ស្កាត់យកបាល់បានបញ្ជូនមកតំបន់កណ្ដាលរារាំងពីប៊ុនឆៃអ៊ីយ៉ាហ្គោបាទទាត់យកតែម្ដងទៅរុនបាទមួយបាល់នេះបាទត្រូវបានរារាំងដោយកែវសុកសេឡាបាទឥឡូវភ្នំពេញក្រោននាំមុខលើអង្គរ Tiger 1-0 ទៅហើយក្នុងនាមជាក្រុមភ្ញៀវបាទក្នុងនាមជាក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ2លើកបោះតំបន់កណ្ដាល Redmond បាទខ្សែប្រយុទ្ធដែលរកបាន15វិសាខានៅនាទីទី23ដើមចេញពីតំបន់ខាងឆ្វេងដែលមានផាក់ជុងប៊ីនបាទខ្សែបំរើប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងពាក់ស្លាកលេខ9បាទអាចនិយាយថាបាយដូចចាប់ដាក់អញ្ចឹងយើងមើលទេបាទលើកមកផុតក្បាល Alexander Barker ដែលជាការប្រកួតដំណាក់កាលទី2បឹងកេតត្រូវបានវិសាខានៅមុខ1-0ជាបណ្ដាអាសន្នជាបន្តឥឡូវទស្សនាការសម្រុករបស់វិសាខាបញ្ជូនមកអុកសូវ៉ាន់លើកមកក្នុង Ramon de Souza ចូលតែអង្គុយនៅកៅអីបំរុងស្របពេលដែល Ramon de Souza បានសម្រេចបាទការតែតរបស់ខ្លួនបាទសារជាថ្មីម្ដងទៀតបាទតែតនេះគេហៅថាបាទតែតបញ្ចប់ទីយកតែម្ដងបាទគឺមិនមានការរារាំងពីសំណាក់ខ្សែការពាររបស់បឹងកេតក៏ដូចជាអ្នកចាំទីទេ Alexander Cavan Baker លោតតែតមិនដល់បាទធ្វើឲ្យការប៉ះជាមួយនឹងព្រះខ័នរាជស្វារៀងបាទម៉ៃអតបាទជនជាតិហ្វីលីពីននេះបាទគឺធ្វើបានល្អមែនទែនបាទនៅក្នុងការបញ្ជូនការសុទ្ធបាទការបាទពញ្ញាអារម្មណ៍អាយ៉ាបញ្ជូនឡើងមកខាងលើឱកាសរបស់បឹងកេតអូហូយកៅសុកសេឡាបដិសេធសំណើរបស់បឹងកេតសារជាថ្មីម្ដងទៀតបាទមកដល់ជើង Scott Philip បាទដិតកីឡាករបាល់របស់មឿងថងបាទដែលបឹងកេតបាទយកមកនៅក្នុងទីផ្សារដោះដូរកីឡាករបាទនៅក្នុងជុំទី2បាទចុចមកស្លាកខាងស្ដាំឲ្យស្លេះសេនទប់ជាប់ល្អមែនតើឱកាសរបស់បាទបឹងកេតទាត់ស្ដាំចូលចុកទីបានសម្រាប់តែម្ដងនេះគឺជាការចេញបាល់ពីស្លេះសេនណប់ដាវីតអូហូយបាទមុំនេះបាទទាត់ផុតបាទវីកតាលីសទាត់ផុតក្តៅកៅសុកសេឡាយីប៊ុនហេងបាទដែលបាទកំពុងឈរនៅលេខ2បាទថែរក្សាបាន7ប្រកួតនោះគឺដាច់ clean sheet ដែរអាយ៉ាឥឡូវឱកាសរបស់វិសាខាចូល3-1រូបបាទដែលគ្រូបង្វឹកគ្រូពូកចង់បាននេះគឺជាការសុទ្ធរបស់អុកសុវណ្ណដែលកយសាលីម
បាទព្យាយាមហក់សំកាត់ បើសិនកាកដាបើកាកដាលើកចូលមកតំបន់កណ្ដាលមានការប្រជែងជួយសង្គ្រោះពីកយសាលីមទុកមួយសិនមួយទល់នឹងមួយទាញរយឡងជើងស្ដាំបញ្ជូនចោះមកអ៊ីហ្គោជ្រែកមានការរំខានពីខ្សែការពាររបស់វិសាខាបាទពេលវេលាកាន់តែរំកិលទៅមុខហើយយើងឃើញថាឥឡូវនេះត្រឡប់ពីវិសាខាវិញចំនួន3ទល់3ចោះមកហើយមួយទល់នឹងមួយកកដាក៏បញ្ជូនស្រាលអូយបាទចេតនាក្នុងការបញ្ជូនមិនតែបាទមិនបានល្អឥឡូវនេះលោកអញ្ញាកណ្ដាលលោកខិនអ៊ូសេហាក៏បានផ្លុំកញ្ចែបញ្ចប់ការប្រកួតហើយសប្តាហ៍